តតភាពខ្លះមុនថ្ងៃប្រារព្ធពិធី3មិនិនាទិវាវប្បធម៌ជាតិជំរាបសួរសួស្តីអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាហេតុអីបានជាខ្ញុំបានមកកម្មវិធីនេះហើយថ្ងៃនេះអត់ដល់ថ្ងៃប្រារព្ធពិធីមែនតែនទេតែខ្ញុំបានរួមចំណែកមួយនៅក្នុងកម្មវិធីមួយនេះកម្មវិធីថ្នាក់ជាតិនេះអ្នកទាំងអស់គ្នាមួយឆ្នាំមានតែម្ដងទេហើយឆ្នាំនេះជាឆ្នាំទី27ដែលមានជាការសម្ដែងទស្សនីយភាពប្លែកៗពីបងលោកពូអ្នកមីងដែលជាសិល្បករសិល្បករនីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនិងលោកជំទាវក៏ដូចជាថ្នាក់ដឹកនាំតាមក្រសួងនិងស្ថាប័ននានាហើយក៏មានសិល្បកររៀមច្បងចាស់ព្រមទាំងសិល្បករថ្មីដែលមកចូលរួមពិធីបាយសាមគ្គីនេះផងដែរនេះជាឆ្នាំទី2ហើយអ្នកទាំងអស់គ្នាដែលខ្ញុំបានមកចូលរួមធ្វើជាពិធីការនៅក្នុងកម្មវិធីនេះគ្រប់កម្មវិធីទាំងអស់តែងតែមានការជួបជុំដើម្បីធ្វើការប្រជុំណែនាំឲ្យដឹងពីតួនាទីនិងការងាររបស់ខ្លួនឯងធ្វើបែបហ្នឹងទៅការងារដំណើរការទៅរលូនហើយនេះជាបងហើយនេះជាសកម្មភាពមុនពេលពួកយើងធ្វើការប្រជុំជាមួយនឹងបងដែលពួកគាត់ជាសមាជិកក្រុមពិធីការហើយអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់គាត់ខ្លះហើយពួកគាត់សុទ្ធតែជាតារាសម្ដែងមានក្រុមការងារខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងនេះផងដែរហើយពួកយើងជាពិធីការដើម្បីជួយសម្របសម្រួលនៅក្នុងកម្មវិធីឆ្លៀតថតសកម្មភាពខ្លះដើម្បីចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានមើលបន្តិចបន្តួចទេប៉ុន្តែបើជាក់ស្ដែងវិញពួកគាត់ធ្វើការច្រើនហើយហត់ខ្លាំងមែនទែនជាពិសេសគឺឯកឧត្តមគៀតថាវរិទ្ធដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកខំធ្វើការអស់ពីកម្លាំងកាយចិត្តដើម្បីឲ្យដំណើរការងារមួយនេះទៅយ៉ាងរលូនបន្ទាប់ពីប្រជុំហើយពួកខ្ញុំក៏មានជាការស្រស់ស្រូបជាមួយនឹងអាហារពេលថ្ងៃត្រង់ដើម្បីបន្តប្រជុំជាមួយនឹងបងស្រីនៅសូនីតាមកតង់ទៀតអ្នកទាំងអស់គ្នាចំណែកឯសិល្បករទាំងអស់ពួកគាត់សុទ្ធស្វែងខ្លាំងមែនតើយ៉ាងទៀតដោយសារតែនេះជាកម្មវិធីវប្បធម៌ដូច្នេះតែងតែតាក់ទងជាមួយនឹងសិល្បៈវប្បធម៌ហើយលើកឡើងយកមកសម្ដែងគ្រប់ទម្រង់តែម្ដងហើយនេះខ្ញុំជឿថាគ្រប់មិត្តសិល្បៈបងលោកពូអ្នកមីងលោកតាលោកយាយដែលជាអ្នកសិល្បៈប្រកាសជារំភើបសប្បាយរីករាយពេលដែលមានកម្មវិធីបែបនេះកើតឡើងម្ដងណាមួយក៏បានជួបជាមួយនឹងអ្នកសិល្បៈដទៃទៀតដែលជាមិត្តសិល្បៈរួមចំនួនក្តីបងដែលសុទ្ធសឹងតែជាអ្នកសិល្បៈពេលខ្លះម្នាក់រវល់ការងាររៀងខ្លួនអំពេញកាតព្វកិច្ចរៀងខ្លួនហើយក៏ឆ្ងាយគ្នាប៉ុន្តែនៅពេលដែលបានមានកម្មវិធីបែបនេះកើតឡើងពួកគាត់បានជួបជុំបានស្និទ្ធស្នាលបង្កើនការសប្បាយរីករាយមួយកម្រិតនេះវិញសុទ្ធតែជាបងសិល្បករដែលជាអ្នកសម្ដែងហើយពួកគាត់បានមកចូលរួមធ្វើជាក្រុមពិធីការចាសង្ហាខ្លាំងមែនតើអ្នកទាំងអស់គ្នាស្គាល់ពួកគាត់មួយអ្នកដែរកុំភ្លេច comment ប្រាប់នាងខ្ញុំនៅក្នុងវីដេអូមួយនេះផងដូច្នេះជួបគ្នាថ្ងៃស្អែកនៅថ្ងៃទី5ខែមិនិនាក្នុងពិធីពិសាអាហារសាមគ្គី3មិនិនាទិវាវប្បធម៌អរគុណចាជម្រាបលា